5ចំណុចដែលជនជាតិជប៉ុនអនុវត្តរាល់ថ្ងៃដើម្បីទទួលបាននូវសុខភាពល្អហើយនិងអាយុវែងពុកម៉ែបងប្អូនទាំងអស់គ្នាដឹងហើយជនជាតិដែលមានអាយុវែងហើយសុខភាពល្អគឺជនជាតិជប៉ុននឹងឯងថ្ងៃនេះបងប្អូនចំណាយពេលមកស្ដាប់បន្តិចមើលថាតើជនជាតិជប៉ុនគេមានកលឹះអីនៅក្នុងការថែទាំសុខភាពរាងកាយឲ្យរឹងមាំសុខភាពល្អហើយថែមទាំងធ្វើអាយុវែងទៀតចំណុចទី1គឺជនជាតិជប៉ុនគឺផ្ដោតទៅលើគុណភាពអាហារបានន័យថាអាហារដែលគេញ៉ាំជាប្រចាំអាហារ3វេលហ្នឹងគឺអាហារដែលសម្បូរទៅដោយសាច់ត្រីអាហារសម្បូរទៅដោយបន្លែហើយបាយនឹងតិចមែនតើព្រោះតែកាលណាយើងទទួលទានអាហារបែបហ្នឹងគឺជាតិស្ករនៅទាបជាតិស្ករនៅក្នុងរាងកាយរបស់មនុស្សយើងអត់ឡើងទេភាគច្រើនមនុស្សយើងដែលឡើងជាតិស្ករឬក៏មានបញ្ហាសុខភាពដោយសារយើងញ៉ាំពពុះអាហារដែលប្រើជាតិម្សៅច្រើនញ៉ាំបាយច្រើនហើយគុណភាពអាហារសម្បូរទៅដោយខ្លាញ់ស្ករច្រើនដែលធ្វើឲ្យមនុស្សភាគច្រើនរងផលប៉ះពាល់ទៅលើសុខភាពដូច្នេះហើយចំណុចទី1ដែលជប៉ុនសុខភាពល្អគឺគេផ្ដោតសំខាន់ទៅលើគុណភាពអាហារនឹងឯងហើយចំណុចទី2ជនជាតិជប៉ុនគឺគេផ្ដោតសំខាន់ទៅលើបរិមាណអាហារបានន័យថាគេមិនញ៉ាំឆ្អែតខ្លាំងពេកទេញ៉ាំឆ្អែតចន្លោះពី70ទៅ80%ព្រោះតែកាលណាយើងញ៉ាំឆ្អែតខ្លាំងវាបង្កឲ្យយើងមានបញ្ហាលើខ្លាញ់មានបញ្ហាលើស្ករធ្វើឲ្យកាពះពោះវៀនរបស់មនុស្សយើងធ្វើការងារធ្ងន់ធ្ងរជាងមុនដូច្នេះហើយជនជាតិជប៉ុនគឺគេផ្ដោតសំខាន់ខ្លាំងមែនទែនទៅលើបរិមាណអាហារដែលគេញ៉ាំរាល់ថ្ងៃនឹងឯងហើយចំណុចទី3ជនជាតិជប៉ុនគឺគេញ៉ាំអាហារទំពាយឲ្យបានម៉ត់ញ៉ាំអាហារមួយដូច្នេះហើយធ្វើឲ្យសុខភាពកាពះពោះវៀនធ្វើការបានល្អចំណុចទី4គឺជនជាតិជប៉ុនធ្វើសកម្មភាពដោយការដើរថ្មើរជើងគឺច្រើនជាងការប្រើប្រាស់រថយន្តមិនថាទៅធ្វើការឬក៏ទៅទីសាធារណៈនោះទេគឺគេធ្វើសកម្មភាពដោយការជិះកង់ឬក៏ការដើរច្រើនជាងប្រើប្រាស់រថយន្តដូច្នេះហើយវាធ្វើឲ្យមនុស្សយើងមានចលនារាងកាយសរសៃឈាមដើរស្រួលហើយរាងកាយមិនស្ពឹកស្ពន់ហើយចំណុចទី5ចុងក្រោយគឺជនជាតិជប៉ុនគេមានផ្នត់គំនិតថែទាំប្រជាតាមដានសុខភាពជាប្រចាំគឺគេមានគោលគំនិតមួយគឺគេប្រកាន់ចំហថាការពារប្រសើរជាងព្យាបាលដូច្នេះហើយជនជាតិគេគឺយកចិត្តទុកដាក់នៅក្នុងការថែទាំសុខភាពមែនទែនគេផ្ដោតទៅលើការថែទាំសុខភាពជាប្រចាំហើយជារៀងរាល់ថ្ងៃនឹងឯងសម្រាប់បងប្អូនពុកម៉ែទាំងអស់គ្នាដែលបានមើលឃ្លីបវីដេអូនេះដល់ចប់កុំភ្លេចជួយ share ចែកនៅវីដេអូនេះអ្នកមួយផង